ជំរាបសួរបងប្អូនទាំងអស់គ្នានិងសួស្តីបងប្អូនសិស្សានុសិស្សជាទីរាប់អានសូមស្វាគមន៍ជាថ្មីមកកាន់វីដេអូរបស់នាងខ្ញុំថ្ងៃនេះដែរខ្ញុំនឹងលើកយកប្រធានបទមួយទាក់ទងនឹងភាពរស់សមុទ្រមួយប្រភេទទៀតមកបង្ហាញជូនបងប្អូនទាំងអស់គ្នាភាពរស់មួយប្រភេទនេះជាសត្វមឹកឬភាសាអង់គ្លេសហៅថា octopus តើបងប្អូនស្គាល់សត្វមឹកកម្រិតណាដែរពេលនិយាយដល់មឹកបងប្អូនភាគច្រើនប្រកាសជាស្គាល់ពួកវាច្បាស់ព្រោះមឹកគឺជាចំណីប្រចាំថ្ងៃរបស់យើងប៉ុន្តែតើបងប្អូនដឹងទេថាក្រៅពីមុខម្ហូបឆ្ងាញ់មឹកក៏មានរឿងរ៉ាវអាថ៌កំបាំងនិងអ្វីៗគួរឲ្យចាប់អារម្មណ៍ច្រើនទៀតផងដែរបងប្អូនចង់ដឹងអត់ថាមឹកមានអ្វីពិសេសខ្លះដូច្នេះតាមដានវីដេអូនេះរហូតដល់ចប់បងប្អូននឹងស្គាល់ការពិតគួរឲ្យភ្ញាក់ផ្អើលអំពីសត្វមឹកជាច្រើនមិនខានមឹកឬ octopus គឺជាសត្វសមុទ្រមួយប្រភេទដែលល្បីល្បាញដោយសាររូបរាងដ៏ចម្លែកសមត្ថភាពគិតបានរហ័សនិងសមត្ថភាពបដូរពណ៌ដ៏អស្ចារ្យបច្ចុប្បន្នអ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណមឹកជាង300ប្រភេទហើយទំនងជានៅមានប្រភេទជាច្រើនទៀតដែលមិនទាន់បានរកឃើញនិងដាក់ឈ្មោះផងមានប្រវែងប្រហែល 2.5 សង់ទីម៉ែត្រមឹកមានដៃចំនួន8ដែលអាចចល័តបានដោយសេរីពួកវាប្រើដៃទាំងនេះសម្រាប់ចាប់ចំណីដើរឬវាលើបាតសមុទ្រហើយថែមទាំងប្រើសម្រាប់ភ្លក្សចំណីរបស់វាទៀតផងតសមុទ្រដោយការបញ្ជាពីប្រព័ន្ធប្រសាទយ៉ាងលឿនមឹកទាំងអស់មានសារធាតុពុលហើយមឹកមានរង្វង់ពណ៌ខៀវដែលយើងហៅថា Blue Ring Octopus គឺជាសត្វមានជាតិពុលខ្លាំងបំផុតមួយនៅលើផែនដីតើមឹករស់នៅឯណាមឹករស់នៅក្នុងមហាសមុទ្រទូទាំងពិភពលោកចាប់តាំងពីតំបន់ត្រជាក់ដូចជាអង់តាក់ទិកនិងអាក់ទិករហូតដល់តំបន់ក្តៅនៃត្រូពិកប្រភេទមឹកខ្លះរស់នៅតាមថ្មប្រប្រាស់ទឹកខ្លះរស់នៅសមុទ្រជ្រៅឧទាហរណ៍ដូចជាមឹក Dumbo Octopus ដែលមានព្រុយដូចត្រចៀកដំរីត្រូវបានថតឃើញនៅជម្រៅប្រហែល 6.9 គីឡូម៉ែត្រពីផ្ទៃសមុទ្រដែលជ្រៅជាងកន្លែងកប៉ាល់ទីតានិចលិចទៅទៀតតើមឹកស៊ីអ្វីមឹកគឺជាមៀងសាសីស៊ីសាច់ជាអាហារដូចជាត្រីបង្គាក្តាមឃ្លៀសនិងសូម្បីតែមឹកប្រភេទផ្សេងទៀតប្រភេទមឹកខ្លះសហការជាមួយត្រីក្នុងការប្រមាញ់ចំណីប៉ុន្តែពេលខ្លះក៏អាចមានជម្លោះគ្នាផងដែរតើមឹកមានបេះដូងប៉ុន្មានមឹកមានបេះដូងចំនួន3បេះដូងមួយធំស្ថិតនៅកណ្ដាលរាងកាយនិងបេះដូងតូចពីរទៀតស្ថិតនៅលើស្រកីប្រព័ន្ធនេះជួយឲ្យមឹកបូមឈាមបានមានប្រសិទ្ធភាពយ៉ាងខ្ពស់តើឈាមមឹកមានពណ៌អ្វីឈាមមឹកមានពណ៌ខៀវដោយសារប្រូតេអ៊ីនអេម៉ូសានីនដែលមានជាតិទង់ដែងប្រូតេអ៊ីននេះមានប្រសិទ្ធភាពខ្ពស់ក្នុងបរិយាកាសទឹកត្រជាក់និងអុកស៊ីហ្សែនទាបតើមឹករស់បានយូរប៉ុណ្ណាមឹកភាគច្រើនរស់បានប្រហែល1ឆ្នាំប៉ុន្តែមឹកយក្សអាចរស់បានរហូតដល់5ឆ្នាំមឹកភាគច្រើនស្លាប់បន្ទាប់ពីការបន្តពូជដោយសារការវិវត្តភាពចាស់យ៉ាងឆាប់រហ័សតើមឹកឆ្លាតកម្រិតណាដែរមឹកគឺជាសត្វឆ្លាតខ្លាំងអាចចងចាំមនុស្សប្រើឧបករណ៍ដោះស្រាយបញ្ហានិងមានប្រព័ន្ធប្រសាទស្មុគស្មាញដោយសរសៃប្រសាទភាគច្រើនស្ថិតនៅលើដៃហេតុអ្វីមឹក Blue Ring គួរឲ្យខ្លាចពួកវាមានជាតិពុល Tetrodotoxin ដែលមានឥទ្ធិពលខ្លាំងលើប្រព័ន្ធប្រសាទនិងអាចសម្លាប់មនុស្សបានហើយបច្ចុប្បន្នមិនមានថ្នាំបន្សាបទេតើមឹកកំពុងរងគ្រោះដែរឬទេបច្ចុប្បន្នមឹកមិនត្រូវបានចាត់ទុកជាសត្វរងគ្រោះទេប៉ុន្តែការនេសាទហួសប្រមាណការបាត់បង់ជម្រកនិងការបំពុលសមុទ្រគឺជាកត្តាគំរាមកំហែងសម្រាប់អនាគតតើយើងអាចធ្វើអ្វីដើម្បីជួយការពារភាពរស់សមុទ្រសូមចែករំលែកមតិយោបល់របស់បងប្អូននៅក្នុង comment ផងណាចាវីដេអូរបស់នាងខ្ញុំមកដល់ទីបញ្ចប់សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានបើបងប្អូនចង់ស្គាល់ភាពរស់សមុទ្រប្រភេទណាបន្ថែមសូមបញ្ចេញមតិនាងខ្ញុំនឹងរៀបចំជូននៅវីដេអូបន្ទាប់សូមអរគុណនិងជួបគ្នាជាថ្មី